ជនជាតិខ្មែរដែលមករស់នៅប្រទេសអូស្ត្រាលីខ្ញុំគិតថាគាត់មិនភ័យនៅរឿងមួយចំនួននេះទេរឿងទី1គឺរឿងរកការងារធ្វើបើអ្នកទាំងអស់គ្នាដាក់ចិត្តដាក់កាយការងារគឺมันពិបាករកតែម្ដងចង់តែថាគេត្រូវការគ្រប់ទីកន្លែងការងារតូចតាចការងារធំដុំការងារចង់និយាយតិចប្រាក់ខែច្រើនអីក៏ដោយគឺស្រួលរកកន្លែងណាក៏គេត្រូវការការងារដែរចំណុចទី2គឺគាត់មិនភ័យនឹងរឿងប្រាក់ខែនៃការធ្វើការងារតូចតាចយ៉ាងណាក៏ដោយការងារធំយ៉ាងណាក៏ដោយគឺត្រូវតែមានប្រាក់ខែគោលត្រឹមត្រូវអញ្ចឹងទោះជាអ្នកទាំងអស់គ្នាធ្វើការងារស្អីក៏ដោយក៏អ្នកទាំងអស់គ្នាមានប្រាក់ខែសមរម្យដែលអ្នកទាំងអស់គ្នាអាចរស់នៅបានក្នុងសង្គមហើយខ្លាចទី3គឺរឿងច្បាប់អ្នកទាំងអស់គ្នានៅទីនេះប្រជាជនទោះជាគាត់តូចតាចធំដុំគឺអត់មានភ័យរឿងច្បាប់ទេបើសិនជាអ្នកទាំងអស់គ្នាមានការបៀតបៀនមានការចង់និយាយថារំលោភបំពានផ្សេងគឺច្បាប់នឹងជួយដល់អ្នកទាំងអស់គ្នាតែម្ដងមិនថាអ្នកដែលបៀតបៀនអ្នកទាំងអស់គ្នាហ្នឹងជាអ្នកមានឋានៈធំដុំប៉ុណ្ណាក៏ដោយគឺមិនភ័យរឿងច្បាប់តែម្ដងទី4គឺគាត់មិនភ័យរឿងពេលដែលគាត់ចាស់ទៅថាគាត់ត្រូវអត់លុយចាយឬក៏គេបោះចោលគាត់នៅទីណាទេគឺអត់ភ័យរឿងហ្នឹងតែម្ដងដោយសារនៅទីនេះគឺគេមិនទុកប្រជាជនគេចោលអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាជាជនជាតិខ្មែរដែលមករស់នៅបរទេសខ្ញុំជឿថារឿង4យ៉ាងទាំងនេះគឺធ្វើឲ្យអ្នកទាំងអស់គ្នាស្ងប់ចិត្តរស់នៅក្នុងប្រទេសអូស្ត្រាលី